ឥឡូវនេះខ្ញុំមិនចង់និយាយអ្វីច្រើនទេប៉ុន្តែគេណាស់តែចាក់ខ្ញុំឲ្យឆ្លើយហើយថែមទាំងពួកគេនិយាយថាហ៊ានភ្នាល់ដាក់ជីវិតថែមទៀតជារឿងដែលគ្រោះថ្នាក់គឺមិនចេះគិតមុខក្រោយសោះបងប្អូនទាំងអស់គ្នាក៏បានដឹងក្នុងឥឡូវនេះខ្មែរយើងបានបញ្ជូនជនភៀសសឹករាប់ម៉ឺនគ្រួសារទៅរស់នៅធម្មតាវិញដោយផ្អែកលើបទជប់បាញ់និងឯកភាពលើ GBC គឺនៅតែការអនុវត្ត GBC បន្តក៏ជាផ្នែកដ៏ធំមួយនៃដំណោះស្រាយលើការទូតផងដែរសម្រាប់ខ្មែរជាប្រទេសតូចអាចទប់ទល់នឹងប្រទេសធំអាចឲ្យប្រទេសមហាអំណាចធំចេញមុខមកជួយអន្តរាគមន៍បើសិនគាត់ចង់ភ្នាល់ដាក់ជីវិតគឺឥឡូវនេះឲ្យគាត់ទៅសម្លាប់ខ្លួនឥឡូវឲ្យហើយទៅព្រោះឥឡូវនេះគាត់បានចាញ់ខ្ញុំហើយខ្ញុំនិយាយថាខ្មែរនឹងបានមកវិញប៉ុន្តែខ្ញុំមិនបញ្ជាក់ចំនួនទេដោយផ្អែកលើចំណុចទីតាំងលើពី5កម្លាំងកងទ័ពសៀមគឺមិនឲ្យខ្មែរចូលឬធ្លាប់ជាតំបន់គ្រោះថ្នាក់ឥឡូវប្រជាពលរដ្ឋខ្មែរបានទៅរស់នៅធម្មតាវិញឥឡូវមកដេកវិញតើគួរតែទៅសម្លាប់ខ្លួនឬទេឥឡូវគេគ្រប់គ្រងលើតំបន់ប្រាសាទតាមភ្នំនិងភូមិមួយចំនួនពិតមែនប៉ុន្តែបើយើងគិតឲ្យមែនតែនទៅឥឡូវនេះយើងក៏បានសម្រាកយកកម្លាំងក្នុងការច្បាំងបានរយៈពេលគឺ21ដែរគ្រាន់បានរៀបចំឡើងវិញនិងតម្រូវការរាល់ការរៀបចំទូទៅដែរថែមទាំងឲ្យប្រជាពលរដ្ឋខ្មែរគាត់បានទៅរស់នៅចិញ្ចឹមជីវិតធម្មតាផងដែរខ្មែរធ្វើបានប៉ុណ្ណឹងចាត់ទុកថាគឺល្អពេកហើយពីព្រោះថាមិនមែនជារឿងងាយស្រួលនោះទេចំពោះអ្នកដែលនិយាយថាការទូតខ្មែរជាប់គាំងខ្ញុំថាគាត់គាំងការគិតខ្លាំងណាស់តាំងពីយុទ្ធសាស្ត្រនៃចម្បាំងលើកទី1និងលើកទី2ខ្មែរដើរតួនាទីទប់ទល់មិនពង្រីកសង្គ្រាមជាធម្មតាការទប់ទល់គឺតែងតែខូចខាតតែងតែបាត់បង់តើចង់និយាយថាការឈ្លានពានដ៏ធំពីរលើកប៉ុន្តែវាយជាគ្មានការខូចខាតនិងគ្មានការបាត់បង់មែនទេបើគេនិយាយបែបហ្នឹងខ្ញុំមិនដឹងថាគេរៀនមកពីសាលាណាទេគឺគ្មានទេការឈ្លានពានដែលគ្មានការខូចខាតនិងគ្មានការបាត់បង់ប៉ុន្តែការបាត់បង់គេចង់ធ្វើការដោះស្រាយតាមវិធីណាការច្បាំងគ្នាបន្តវាល្អជាងសន្តិវិធីតាមមែនឬទេចុះបើសិនគេសួរថាដោះស្រាយរបៀបណាខ្ញុំអាចធ្វើការឆ្លើយត្រឹមថាចាប់ពី ASEAN UN GBC JBC ICC ICJ មានន័យថាការដោះស្រាយរបស់យើងឥឡូវបាន3កម្រិតហើយថែមទាំងយើងដាក់ជាសម្ពាធដ៏ធ្ងន់លើសៀមថែមទៀតជាពិសេសក្នុងកម្រិតអង្គការសហប្រជាជាតិដែលកំពុងតែមានសកម្មភាពផ្ទុយឬប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិកដោយខ្ញុំបានផ្សាយថាការមិនអញ្ជើញរបស់អាមេរិកឲ្យខ្មែរយើងចូលរួមជាសមាជិកអង្គការសន្តិភាពដែលអាមេរិកបង្កើតគឺជារឿងល្អរបស់ខ្មែរទី1មិនប្រឆាំងអាមេរិកទី2មិនអស់លុយទី3មិនប្រឆាំង UN ទី4មិនប្រឆាំងបារាំងទី5គឺមិនពិបាកលើការដោះស្រាយបញ្ហាព្រំដែនយើងដែលកំពុងមានស្រាប់គឺផ្អែកលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907និង MOU 2000ការអនុវត្ត GBC និង JBC បើយើងចូលភ្លាមបញ្ហានឹងគឺគ្មានការដោះស្រាយទេពីព្រោះជាបញ្ហារបស់ UN និងបារាំងដែលខ្មែរត្រូវការឲ្យចូលរួមដោះស្រាយនិងទទួលស្គាល់តាមរយៈការទទួលស្គាល់ផែនទីនិងការទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ខ្មែរពួកគេគឺជាសាក្សីនិងជាអ្នកមានឥទ្ធិពលលើសៀមនៅផ្នែកសេដ្ឋកិច្ចនយោបាយនិងយោធាបើសិនជាអាចមានការប្រតិកម្មសម្ពាធមហាអំណាចគឺជាអ្វីដែលសៀមខ្លាចជាពិសេសមហាអំណាចដែលប្រឆាំងនឹងអាមេរិកតែម្ដងដែលចង់បង្កើតអង្គការថ្មីដើម្បីខ្លួនជាអ្នកគ្រប់គ្រងគឺប្រឆាំងនឹងពួកគេនៅក្នុងពេលឥឡូវនេះសៀមកំពុងតែពិចារណាគឺខ្លាំងពេកហើយក្រៅពីទទួលសម្បត្តិអញ្ជើញបើមិនចូលទេប្រឆាំងអាមេរិកបើចូលគឺត្រូវអាមេរិកប្រើជាកូនជើងថែមទៀតថែមទាំងសម្ពាធនយោបាយទ្វេភាគីទំនាក់ទំនងនៃអង្គការសហប្រជាជាតិត្រង់កន្លែងនេះខ្ញុំមិនសរសេរច្រើនទេព្រោះសៀមចូលមកអានច្រើនខ្លាចដឹងមុនចុះវៀតណាមចូលសម្រាប់វៀតណាមផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចទំនាក់ទំនងច្រើនណាស់ជាមួយអាមេរិកដើម្បីផលប្រយោជន៍គឺជារឿងពីរផ្សេងគ្នារវាងសៀមនិងវៀតណាមរឿងទទួលផលប្រយោជន៍ពីអាមេរិកបើមិនអញ្ចឹងទេក៏ស្ដេចសៀមក៏មិនរត់ទៅរកចិនដែរព្រោះតែមិនអាចទទួលផលប្រយោជន៍ពីអាមេរិកដូចកន្លងមកបើនិយាយអំពីនយោបាយសៀមដូចលាក់មាក្រៀមដែលគ្មានត្រូវទឹកភ្លៀងអញ្ចឹងទៅមុខមិនរួចទៅក្រោយមិនរួចហើយជិតដល់ពេលបោះឆ្នោតទៀតតើអាចជាសម្ពាធដល់ខ្មែរដែរឬទេអាចនិយាយថាជាសម្ពាធក៏ត្រូវនិងមិនមែនជាសម្ពាធក៏ត្រូវព្រោះហេតុអ្វីទៅបងប្អូនត្រូវដឹងថាគឺសៀមគិតខ្មែរចាប់ធម្មតាអ្នកចាប់គឺត្រូវអ្នកគិតគឺខុសបើបន្តគិតរឹតតែខុសជាសម្ពាធដល់ខ្មែរប៉ុន្តែខ្មែរនៅតែត្រឹមត្រូវដដែលប៉ុន្តែបើបន្តគិតថាមានការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីអាចមានស្មារតីបន្តដើម្បីដោះស្រាយបងអាចជាមធ្យោបាយល្អផងដែរព្រោះតែខ្មែរអាចដាក់នៅសម្ពាធបន្ថែមតាមរយៈវត្ថុតាងនិងសម្ពាធនៃអន្តរជាតិនៅសៀមនៅពេលដែលមាននាយករដ្ឋមន្ត្រីថ្មីនៅឡើងកាន់តំណែងថ្មីធម្មតារឿងទឹកដីត្រូវដោះស្រាយមុនគេទើបគេទទួលស្គាល់នៅ UN រួចចំពោះប្រជាពលរដ្ឋសៀមវិញនោះខ្ញុំក៏គិតខុសពីបងប្អូនកាលពី
ង្គ្រាមលើកទី1អនុធូទីនបានធ្វើជាប្រកាសថាការវាស់វែងព្រំដែនផែនទី JBC ខ្មែរនិងសៀមគឺជារឿងត្រឹមត្រូវនៅក្នុងពេលនោះប្រជាពលរដ្ឋសៀមតិចណាស់បង្កមានប្រតិកម្មពីព្រោះពួកគេក៏ចង់បានផែនទីច្បាស់លាស់រវាងខ្មែរនិងសៀមរួចការឯកភាពគ្នា JBC ក៏បានធ្វើរួចរាល់ដែរដូច្នេះបើផ្ដល់នាយករដ្ឋមន្ត្រីថ្មីនៅអ្វីដែលខ្មែរយើងធ្វើនិងអ្វីដែលពួកគេធ្វើដូចជាមិនមានបញ្ហានោះទេបើគេមិនទទួលស្គាល់ទេទុកឲ្យគេដោះស្រាយជាមួយ UN និងបារាំងចំពោះការតតាំង ICJ ពួកគេក៏ដឹងដែរប្រហែលជាពួកគេក៏មិនចង់ខ្មាស់គេដែរខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះបើមានចន្លោះឬខ្វះខាតត្រង់ចំណុចណាខ្ញុំសូមការអធិស្ឋានទុកជាមុនខ្ញុំសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើងដើម្បីជាតិយើងអត្ថបទរបស់លោកហុកណេវ